បាទប្រិមត្តទីមត្រីដែលក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងវិទ្យាវត្តនឹងបន្តលើកកម្ពស់ដល់សហគ្រាសនៅក្នុងស្រុកបង្កើនឧស្សាហកម្មកែច្នៃសិប្បកម្មកែច្នៃវត្ថុធាតុដើមចេញពីវិស័យកសិកម្មដើម្បីជំរុញវិស័យនេះជាពិសេសគឺទៅលើកសិករឧស្សាហកម្មបង្កើននៅតម្លៃបន្ថែមខ្ពស់និងគាំទ្រដល់ទីផ្សារនៃការនាំចេញជំវិញវិស័យឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍នៅក្នុងនីតិកាលទី7នៃរដ្ឋសភានេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាឧបករណ៍យុទ្ធសាស្ត្រចាំបាច់មួយឈានទៅសម្រេចនៅចក្ខុវិស័យនានាដោយបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1សម្រាប់ជាកម្លាំងចលករជួយជំរុញកំណើនសេដ្ឋកិច្ចនិងអភិវឌ្ឍសង្គមកម្ពុជាជាក់ស្ដែងក្នុងឆ្នាំ2025វិស័យឧស្សាហកម្មបានបន្តនិន្នាការកើនឡើងក្នុងរង្វង់ 9.3% ដោយឡែកក្នុងឆ្នាំ2026ទោះបីត្រូវប្រឈមនឹងបញ្ហាជាច្រើនរួមទាំងអរិភាពព្រំដែនជាមួយនឹងប្រទេសជិតខាងក្តីក៏វិស័យនេះត្រូវបានព្យាករណ៍មានកំណើន 7.2% ផងដែរឯកឧត្តមហែមវណ្ឌីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ថ្មីៗនេះបានលើកឡើងថាជំវិញវិស័យឧស្សាហកម្មនៅក្នុងពេលនេះគឺជាឱកាសមាសសម្រាប់កម្ពុជាខណៈដែលនិន្នាការឧស្សាហកម្មធំៗបានកំពុងតែងាកមករកដៃគូផ្គត់ផ្គង់នៅក្នុងស្រុកខ្ញុំតែងតែផ្ដាំថាកុំឲ្យផ្លិចexisting industry ជាពិសេសគឺកសិឧស្សាហកម្មអត់ទាន់ទៅរួច 100% ប្រើផ្នែក electronic ទៅ digital ទៅអីហ្នឹងទេអាហ្នឹងយើងដាក់ជាទិសដៅអញ្ចឹងហើយយើងនាំគ្នាប្រឹងធ្វើទៅប៉ុន្តែកសិកម្មទាំងមូលមកប្រទេសនេះมันអាចទុកចោលបានទេត្រូវខិតខំប្រឹងប្រែងឲ្យទៅជាកសិឧស្សាហកម្មទៅឥឡូវកំពុងសន្ទុះខ្លាំងដែរហើយទាំងស្វាយចន្ទីទាំងស្រូវទាំងកទាំងអីរួមទាំងនឹងការកែច្នៃនិងអតិភិបលើទំនិញយុទ្ធសាស្ត្រមួយចំនួននេះបាទទឹកដោះគោបាទទីទៀតប្រេងឆាស្ករសហ្នឹងអញ្ចឹងទាំងអស់នេះគឺជាកសិឧស្សាហកម្មដែលខ្ញុំចំពោះខ្ញុំអត់មើលឃើញបរិញ្ញាជាណាចក្រ skip អានឹងបានទេបាទបណ្ឌិតស៊ុនមីប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជាបានលើកឡើងថាជុំវិញការនាំចេញឃើញថាទំនិញរបស់កម្ពុជាកំពុងតែមាននិន្នាការកើនឡើងក្នុងនោះចំពោះវិស័យកសិកម្មភាគច្រើនកម្ពុជាបាននាំចេញជាប្រភេទកសិផលស្រស់បញ្ហានេះលោកបណ្ឌិតក៏បានអំពាវនាវដល់សហគ្រិននៅក្នុងស្រុកសិក្សាលទ្ធភាពបន្ថែមលើគម្រោងវិនិយោគកសិឧស្សាហកម្មកែច្នៃឬក៏ការវេចខ្ចប់ចេញជាផលិតផលសម្រាប់ផ្សេងៗដើម្បីបង្កើនតម្លៃបន្ថែមនិងការងារជាពិសេសការចូលរួមពង្រឹងទីផ្សារក្នុងស្រុកឲ្យមានផលិតផលកាន់តែសម្បូរបែបដើម្បីជំនួសទីផ្សារនាំចូលទីផ្សារស្រុកយើងមិនទាន់បានទលំទលាយអញ្ចឹងយើងរួមគ្នាក្នុងការកែច្នៃឲ្យមានគុណភាពស្តង់ដារអនាម័យក៏ដូចជាការបង្កើនសេដ្ឋកិច្ចរបស់យើងក៏ដូចជាជួយកសិករដែលយើងកំពុងដាំដុះហើយឥឡូវដូចគាត់ដាំផ្លែឈើដាំបន្លែចិញ្ចឹមសត្វចិញ្ចឹមត្រីចិញ្ចឹមបនចិញ្ចឹមទីហើយអញ្ចឹងយើងក្នុងនាមជាសហគ្រិននឹងយើងរួមគ្នាក្នុងការប្រមូលទាំងអស់ហ្នឹងដើម្បីយកមកកែច្នៃបង្កើតរោងចក្របង្កើតការងារក៏ដូចជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍក្នុងវិស័យចំណីអាហារក៏ដូចជាវិស័យផ្សេងទៀតសូមបញ្ជាក់ថាវិស័យឧស្សាហកម្មនៅក្នុងឆ្នាំ2025បានបង្កើតតម្លៃបរិមាណផលិតផលសរុបមានចំនួនជាង 13.5 ពាន់លានដុល្លារអាមេរិកក្នុងនោះតម្លៃបរិមាណផលិតផលបម្រើទីផ្សារក្នុងស្រុកមានចំនួនជាង 3.6 ពាន់លានដុល្លារអាមេរិកនិងតម្លៃបរិមាណផលិតផលការនាំចេញមានចំនួនជិត 10 ពាន់លានដុល្លារអាមេរិក